ស្ដីបងប្អូនដល់គ្នាថ្ងៃនេះគឺខ្ញុំនិងកូនប្រុសបានធ្វើលំហាត់ប្រាណនៅឯផ្ទះគឺដោយសារតែខ្ញុំនេះគឺមានការឈឺចាប់ចង្កេះមែនទែនចឹងហើយខ្ញុំក៏សម្រេចចិត្តពីអ្នកកូនប្រុសនាំគ្នាហាត់ប្រាណបាទហាត់ប្រាណដើម្បីបំបត្តិការឈឺចាប់ណាចឹងខ្ញុំសម្ដែងនេះគឺឈឺចង្កេះខ្លាំងមែនទែនចឹងហើយក៏ព្យាយាមធ្វើលំហាត់ប្រាណនៅផ្ទះជាមួយនឹងកូនណាហើយយើងហាត់ផងលេងផងនិយាយពីកូនខ្ញុំផងគេថានំជាប់ដៃរហូតដើម្បីជាឪកំពុងតែហាត់ប្រាណក៏ដោយហើយនិយាយពីថាឪនេះកំពុងតែសម្រក់កូនវិញគឺជាយាមយកអីមកញ៉ាំនៅក្បែរនឹងតែម្ដងចឹងព្យាយាមដោយសារតែមានការឈឺចាប់ខ្លាំងព្យាយាមកាច់ដៃកាច់ជើងពុតចង្កេះធ្វើម៉េចឲ្យចង្កេះវាបានរៀងធូរណាចឹងក្បាច់លំហាត់ប្រាណនេះគឺខ្លាំងមែនតើធ្វើឲ្យចង្កេះរបស់យើងអាចរៀងធូរស្រក់ស្រានមួយរយៈចឹងណាហើយពេលពុតដៃពុតជើងហើយរួចរាល់ហើយក៏ទាញបាទយកកសែងមកដាក់ជើងមកទាញយកឲ្យកូនខ្ញុំថើបខ្ញុំបាទថើបនៅខាងលើនោះហើយហ្នឹងហើយនិយាយពីថាថើបយកតែម្ដងឃើញឪកំពុងតែហាត់ប្រាណបែបនេះណាហ្នឹងហើយនិយាយពីថាលពឹសណាស់លោកហ្នឹងហើយបាននំមកកញ្ចប់ហ្នឹងគឺញាត់យកតែម្ដងហើយឃើញខ្ញុំធ្វើមកគឺធ្វើតាមបាទពេលខ្ញុំអោនងើបក៏អោនតាមបាទរត់